ម៉ោង11:50 នាទីព្រឹកនេះក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃរវាងភូមិភាគ4កម្ពុជានិងភូមិភាគ2ថៃបានជួបជុំគ្នានៅច្រកជាំសាងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT របស់កម្ពុជានិងថៃផងដែរក្រុមលេខាធិការដ្ឋានរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារងសេនាធិការរងភូមិភាគ4និងលេខាធិការថៃដឹកនាំដោយឧត្តមសេនីយ៍ត្រីកម្ផណាវ៉ាផាន់សុនាយសេនាធិការភូមិភាគ2ដោយមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នាមួយនៅឡើយដូច្នេះភាគីទាំងពីរឯកភាពដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញហើយបន្តផ្លាស់ប្ដូរឯកសារពិភាក្សាគ្នាឈានដល់ការឯកភាពនាពេលខាងមុខទើបរៀបចំពិធីចុះហត្ថលេខាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជាថៃ RBC រវាងយោធភូមិភាគ4និងយោធភូមិភាគ2ត្រូវបានចេញលទ្ធផលត្រឹមប៉ុណ្ណឹងណាឃើញទេបងប្អូននេះគឺជារបៀបថៃពន្យាពេលអូខេនេះគឺជារបៀបថៃពន្យាពេលដើម្បីអ្វីបានថៃពន្យាពេលពីព្រោះគេត្រូវការបោះឆ្នោតនឹងទី1ទី2គឺថៃគ្មានសុឆន្ទៈព្រមព្រៀងអ្វីជាមួយនឹងកម្ពុជាទេនេះតាមរបៀបខ្ញុំមើលឃើញដែលថៃគេកំពុងតែប្រើប្រាស់ល្បិចកលរបស់គេនេះណាវាអត់ព្រមទេអត់ព្រមជាមួយយើងទេហើយយកពេលវេលានិយាយដដែលថាណានិយាយដដែលណានិយាយដដែលថាមិនទាន់ព្រមព្រៀងដកឃ្លាផ្លាស់ប្ដូរឯកសារណាផ្លាស់ប្ដូរឯកសារគ្នាបន្តចរចាតទៅមុខទៀតនេះគឺជាចំណុចមួយណានេះគឺជាចំណុចមួយដែលថៃតែងធ្វើហើយចំណុចនេះមិនមែនខាងលោកហ៊ុនសែនហ្នឹងគាត់មិនយល់ទេក៏ប៉ុន្តែជំរុញឲ្យចាញ់ជាផ្លែផ្កាក្នុងការចរចាអត់បានទេណាជំរុញឲ្យចាញ់ជាផ្លែផ្កាក្នុងការចរចាមិនបានទេក្នុងការចរចាមិនបានទេនេះគឺជារឿងរ៉ាវដែលកាត់ឡើងណាបងប្អូនឃើញទេណាថៃប្រជុំអញ្ចឹងប៉ុន្តែមិនព្រមទេរកវិធីយ៉ាងណាគឺមិនព្រមអញ្ចឹងហ្មងពីព្រោះគោលដៅរបស់ថៃគឺនៅវាយទៀតណាសួស្ដីសុផាន់ព័ត៌មាននឹងមិនពិតទេព័ត៌មានភូតហេងវ៉ារីសួស្ដីវិសាលខេត្តអ្វីចាស់ស្រុកខ្មែរភាគច្រើនងប់ងល់នឹងហ៊ុនសែនខ្លាំងម្ល៉េះគាត់ពេញចិត្តហ៊ុនសែនគាត់មិនងប់ងល់ទេគាត់ស្រឡាញ់លោកហ៊ុនសែនខ្ញុំក៏ស្រឡាញ់លោកហ៊ុនសែនដែរអូខេខ្ញុំស្រឡាញ់លោកហ៊ុនសែនខ្ញុំមានងប់ងល់ទេខ្ញុំស្រឡាញ់លោកហ៊ុនសែនតើហើយចាស់ដទៃក៏ស្រឡាញ់លោកហ៊ុនសែនដែររឿងហ្នឹងជារឿងធម្មតាកូនអូខេរឿងហ្នឹងជារឿងធម្មតាណាកូនណាលោកហ៊ុនសែនជួបមេដឹកនាំប៉ាគីស្ថានអូខេនៅក្នុងនយោបាយអាមេរិកាំងនៅក្នុងនយោបាយអាមេរិកាំងកំពុងតែចាបោកច្បល់នៅចំណែកខាងថៃ
គេកំពុងតែរវល់ក្នុងការបោះឆ្នោតតែគេពន្យាពេលអង្គការសហប្រជាជាតិបានថ្លែងឲ្យដឹងថាលុយកាក់ថវិការបស់សហប្រជាជាតិកំពុងតែខ្វះដូច្នេះគឺប្រហែលជាពាក់កណ្ដាលឆ្នាំនេះបើរកលុយមិនបានទេត្រូវកាត់បន្ថយបុគ្គលិកធ្វើការហើយនឹងកម្មវិធីជាច្រើនក្រុមហ៊ុន SpaceX កំពុងតែដាក់ពាក្យអនុញ្ញាតពីអាមេរិកដើម្បីបង្កើត data center នៅក្នុងលំហអវកាសលំហអវកាសនៅក្នុងលំហអវកាសអាខំវាសនាវាថាវាឈប់ណាអាខំវាសនាវាថាវាឈប់ធ្វើនយោបាយហើយចុះមិនក៏នៅតែហៅវាថាប្រមុខសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវាឈប់ធ្វើនយោបាយហើយមិនក៏ហៅវាថាសម្ព័ន្ធប្រជាធិបតេយ្យទៀតអានេះបន្លំណានេះណាបន្លំវាថាវាឈប់ធ្វើនយោបាយហើយបើវាឈប់ធ្វើនយោបាយហើយវានៅធ្វើសម្ព័ន្ធប្រជាធិបតេយ្យឯទៀតអានឹងអញ្ចឹងអូខេតាអូខេអានមេកៃដេញចាញ់មួយអូខេរំខានដេញចាញ់មួយចៅណាមួយមករំខានដេញចាញ់ដល់មួយណាតែកណ្ដាលវាមានមុខ4ណាមុខនៅអដែរចេះខឹងណា Alexander Rich ប្រហែល10ឆ្នាំទៅមុខទៀតពិភពលោកអាចមានអ្វីប្រែប្រួលដែរឬទេអត់ដឹងទេកូនណាបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការលំបាកណាស្ថិតក្នុងការលំបាកដូច្នេះហើយចាំមើលណាភ្នំពេញប៉ោះផ្សាយថាហ៊ុនម៉ាណែតនិយាយថានៅក្នុងលក្ខណៈភាសានេះមិនមែនបានស្ដីថាយើងបោះបង់អធិបតេយ្យភាពទេអាហ្នឹងវាមិនខុសគ្នាពីប៉ាឡេស្ទីនទេប៉ាឡេស្ទីនបានคลายទៅជាជនភៀសខ្លួនមិនដឹងប្រហែលឆ្នាំទេរាប់មិនអស់ទេ70 80ឆ្នាំណាតែអ្នកដឹកនាំនៅតែនិយាយចឹងយើងនៅតែមានដីចឹងអាហ្នឹងអញ្ចឹងបាទលោកតាកននេថាថា KF1C ដែលយើងទិញពីចិនមករ៉ាដាចាប់មិនបានបាញ់មិនចាញ់ខ្ញុំអត់ដឹងទេចឹងទាល់តែយកទៅសាកលោមើលណាតែឲ្យដឹងអត់ដឹងទេណាតា Jeffrey Epstein មានអំណាចដែរឬទេមាន Epstein នេះពីដើមឡើយគាត់ជាភ្នាក់ងារសម្ងាត់ណាគាត់ជាភ្នាក់ងារសម្ងាត់ពីដើមឡើយគាត់ជាភ្នាក់ងារសម្ងាត់ Jeffrey Epstein នេះណាគាត់ជាភ្នាក់ងារសម្ងាត់ហើយនៅពេលដែលគាត់ធ្វើជាភ្នាក់ងារសម្ងាត់ហ្នឹងគាត់អត់ចេញមុខទេគាត់អត់មានចេញមុខថាគាត់ហ្នឹងបម្រើប្រទេសណាទេតែតាមមើលទៅគាត់ជាភ្នាក់ងារសម្ងាត់ក្រៅប្រព័ន្ធមួយចំណែកគាត់បម្រើអាមេរិកទៅមួយចំណែកគាត់បម្រើអ៊ីស្រាអែលទៅដូច្នេះហើយគាត់ក៏រកស៊ីធ្វើការខ្លះផងទៅគាត់មានលុយកាក់ណាគាត់មានលុយកាក់ណាដល់គាត់មានលុយកាក់ទៅក៏គាត់คลายទៅជាអ្នកសបាយរីករាយលេងសើចហើយដើម្បីមានឥទ្ធិពលក្នុងក្នុងការតាក់ទងបពពួកណាដើម្បីតាក់ទងបពពួកគាត់តាក់ទងសេដ្ឋីគាត់តាក់ទងអ្នកមានឥទ្ធិពលគាត់តាក់ទងអ្នកនយោបាយហើយក្រោយមកដើម្បីឲ្យវាមានទម្ងន់និងអំណាចពិសេសរបស់គាត់ហ្នឹងគាត់បបួលពួកនឹងលេងស្រីផឹកស្រាអីហើយគាត់ថតទុកបាទគាត់បបួល
លេងសេរីផឹកស្រាអីហើយគាត់ថតឯកសារនឹងទុកដល់គាត់ថតឯកសារនឹងទុកជារឿងអាស្រូវដល់គាត់ថតណាគាត់ថតទុកអញ្ចឹងទៅក៏คล้ายទៅជាឯកសារគាត់คล้ายទៅជាឯកសារដែលរសើបដល់ពិភពអ្នកជំនួញនយោបាយស្ដាច់អីហ្នឹងណាវាកើតរឿងអញ្ចឹងណាដល់វាកើតរឿងអញ្ចឹងណាដល់វាកើតរឿងអញ្ចឹងទៅណាវាក៏คล้ายទៅជាករណីដែលអ្នកនយោបាយនៅអាមេរិកហ្នឹងគេយកកាសែតសារព័ត៌មានហ្នឹងទៅឆ្កឹះឆ្កៀលរឿងអាស្រូវហ្នឹងដើម្បីចោទគ្នាអាហ្នឹងអញ្ចឹងគេថាគាត់មានគេហៅថាសំណុំរឿងអាស្រូវសម្ងាត់គេណាគាត់ទុកបានច្រើនហើយមិនបានគាត់ទុកបានច្រើនពីព្រោះគាត់ប្រើប្រាស់សំណុំរឿងនឹងដើម្បីនឹងគាត់ប្រើប្រាស់សម្រាប់ការយកការសម្ងាត់សម្រាប់មុខរបរសម្រាប់ដាក់សម្ពាធណាសម្រាប់ដាក់សម្ពាធទៅលើមនុស្សនានាក្នុងវិស័យនយោបាយណាក្នុងវិស័យនយោបាយអាហ្នឹង Jeffrey Epstein ណាពីដើមឡើយអ្នកមកសួរខ្ញុំមិនឆ្លើយទេមកពីវាមិនទាន់ដល់ពេលខ្ញុំចង់ឆ្លើយខ្ញុំក៏ចេះតែបន្ទោថាមិនក៏ចង់ដឹងរឿងហ្នឹងដូច្នេះហើយអា Jeffrey Epstein នេះវាជាភ្នាក់ងារសម្ងាត់ក្រៅប្រព័ន្ធដែលគេប្រើប្រាស់វារវាងអ៊ីស្រាអែលអឺរ៉ុបនិងអាមេរិកជាដើមឡាក់អាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងវាតកតងអញ្ចឹងហ្នឹងអា Epstein ហ្នឹងវាតកតងអញ្ចឹងបានជាសំណុំរឿងរបស់វាហ្នឹងคล้ายទៅជាកំណត់នៃការឆ្កឹះឆ្កៀលរបស់ណាជាការឆ្កឹះឆ្កៀលរបស់អ្នកសារព័ត៌មានតកតងនឹងរឿងហ្នឹងបាទលោកតាស្រុកខ្មែរបើងាកទៅកាន់របបប្រជាធិបតេយ្យតើចិននិងវៀតណាមព្រមទេចិននិងវៀតណាមមិនប្រឆាំងកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យទេអ្វីដែលសំខាន់សម្រាប់វៀតណាមនិងចិនក៏ដូចជាចំពោះប្រទេសដទៃគឺនយោបាយការបរទេសរបស់កម្ពុជាបើនយោបាយការបរទេសរបស់កម្ពុជាសមរម្យអាចរស់ជាមួយនឹងប្រទេសកុម្មុយនីសពីរនឹងបានមិនបញ្ហាទេណាមិនបញ្ហាទេអានោះអញ្ចឹងវាមិនមែនបញ្ហាថាអូប្រទេសកម្ពុជានឹងយួនមិនអោយប្រជាធិបតេយ្យអីមិនមែនទេអ្វីដែលកម្ពុជាដើរខុសមិនមែនហ៊ុនសែនតែឯងទេមែនទេណាដែលដើរខុសហ្នឹងគឺអ្នកនយោបាយខ្មែរដទៃទៀតចាប់ពីអារ៉ាំងស៊ីអីមក
cứ ao tài này dây pi bạch tập tay cứ bắn che cầm hăng sập yuan bắn che cầm hăng sập xiêm bắn che cầm hăng ba nè này vô bài khai nắng che ập rùm nè con trò khluồn ao róc sạch đây sọc nông chẩn lót sạch cọp pơ nâng kla về rùm tàng hôn sai phong anh nắng ban sọc từng ạc nè nè anh nắng ban sọc từng ạc nè anh nắng ban sọc từng ạc nè hai ban sọc từng ạc nè hai nè anh nắng ban sọc từng ạc nè hai ban sọc từng ạc nè hai miền này ta hôn sai nó còn miền khóc ta ấy nhé nè việc khóc từng ạc nè bị bỏ sai cái đó nè đểไปช่าง hôn sai គឺប្រើប្រាស់ការចោទប្រកាន់ថាហ៊ុនសែនគឺជាអាយ៉ងយួនពិតក៏ដោយក៏ត្រូវផ្សះផ្សាជាតិហ៊ុនសែនធ្វើឲ្យវាបាត់ទឹកវាបាត់ដីតែក៏ត្រូវតែផ្សះផ្សាជាតិអាហ្នឹងអ្នកនយោបាយដទៃក្រៅពីហ៊ុនសែនចំណែកហ៊ុនសែនខ្លួនឯងហ្នឹងក៏មិនគួរណាបដិសេធមិនផ្សះផ្សាជាតិដែរហ៊ុនសែនខ្លួនឯងគាត់មានបញ្ហាគាត់គឺបញ្ហាអញ្ញនិយមអញ្ចឹងគាត់អត់ផ្សះផ្សាជាតិបានជាឥឡូវហ្នឹងវាផលហ្នឹងវាចេញមកចេះលើគាត់បើសិនជាគាត់ចេះផ្សះផ្សាជាតិហើយមាត់អារាំងស៊ីមាត់កឹមសុខាមាត់អ្នកដទៃហ្នឹងចេះផ្សះផ្សាជាតិខ្មែរនៅមួយនេះបានហើយខ្ញុំហ្នឹងក៏បានទៅលេងស្រុកដែរតែអ្នកទាំងអស់គ្នាហ្នឹងមិនចេះអ្នកនយោបាយបរទេសគេថាអ្នកនយោបាយខ្មែរចេះធ្វើសម្ផឹងអ្នកនយោបាយខ្មែររាប់តាំងពីសេនោះមកចេះតែធ្វើសម្ផឹងនយោបាយតែអត់ចេះធ្វើអ្នកនយោបាយទេចេះធ្វើសម្ផឹងនយោបាយតែអត់ចេះធ្វើនយោបាយទេមិនឃើញទេរាំងស៊ីវាមិនបង្កើត$23វាឃើញទេ$23ហ្នឹងកើតមកស្អុយពីនេះមកណាស្អុយពីនេះមកណាស្អុយពីនេះមកស្អុយពីនេះមកអានឹងអញ្ចឹងណាស្អុយពីនេះមកអញ្ចឹងអ្នកនយោបាយអាននិយាយថាខ្លួនសេរីក៏វាខូចក៏វាទទួលកំហុសអាននិយាយថាខ្លួនប្រជាធិបតេយ្យក៏វាខូចក៏វាធ្វើខុសហើយហ៊ុនសែនខ្លួនឯងនឹងក៏ខូចហើយក៏ធ្វើខុសដល់អញ្ចឹងទៅវារកកន្លែងសោកអត់បានគ្មានអ្នកណាមួយព្រមរកអាកន្លែងសក់ណាសក់មិនមែនសក់ភ្លាមបានទេប៉ុន្តែកសាងទំនុកចិត្តរវាងហ៊ុនសែននិងអ្នកនយោបាយដទៃឥឡូវនេះវាចាប់ពីហ៊ុនសែនវិញម្ដងហ៊ុនសែនគាត់កាន់អំណាចយូរអញ្ចឹងវាចាប់ពីគាត់ទៅតែគាត់នឹងចង់សក់ឬទេគាត់នឹងចង់សក់ឬទេណាឥឡូវហ្នឹងគាត់កំពុងតែមានបញ្ហាមែនប៉ុន្តែគាត់មិនគិតថាគាត់ត្រូវអង្វរនរណាគាត់មិនគិតថាគាត់ត្រូវអង្វរនរណាទេហ្នឹងមកពីលោកហ៊ុនសែននឹងដែរអ្នកបញ្ហាហ្នឹងវាអញ្ចឹងណាអនុทินថានឹងធ្វើរបងចិញ្ចាំងព្រំដែនរងសលើតរបងព្រំដែនណាអូខេរបងព្រំដែនទោះបីធ្វើឬមិនធ្វើវាជាការចំណាយលុយហើយវាអត់កើតឥឡូវនេះទេទោះបីអនុทินក៏ដោយអ្នកនយោបាយណាក៏ដោយធ្វើព្រំដែនមិនទាន់កើតបានទេអារបងហ្នឹងនោះគ្រាន់តែនិយាយទេដូចការលុបចោល MOU ឆ្នាំ2000និង MOU ឆ្នាំ2001វានិយាយតែអញ្ចឹងវាមិនលុបទេមិនឃើញវានិយាយអស់មួយឆ្នាំមកហើយមានលុបអីវាអាហ្នឹងសុំឲ្យដឹងណាសុំឲ្យដឹងរឿងហ្នឹងណាសុំឲ្យយល់រឿងហ្នឹងសុំឲ្យយល់ឲ្យដឹងរឿងហ្នឹងណាសុំឲ្យយល់ឲ្យដឹងរឿងហ្នឹងថាវាមិនមែនចេះតែចង់លុបអីណា